ឯងពិតជាធ្វើបានល្អណាស់កម្លាំងឯងពិតជាស័ក្តិសមនឹងរូបរាងឯងមែនអេហើយល្បងកាត់អីហ្នឹងមើលមុខបងដូចជាមិនរីកសោះអូយឲ្យរីកយ៉ាងម៉េចកើតបើធ្វើការហត់ពេញមួយថ្ងៃហើយហ្នឹងមេឃក្តៅខ្លាំងណាស់ឯងមិនទៅឯងមិនដឹងទេតោះយើងទៅភ្ជួរស្រែទៀតអីហេតុអីក៏ទៅជាខ្ញុំទៀតហើយមិនមិនយកកបីនេះទៅផងទៅម្ចាស់យើងដឹងថាយើងមានកម្លាំងខ្លាំងមិនប្រើកបីនេះសោះអញ្ចឹងយើងនឹងធ្វើពុតជាគ្មានកម្លាំងទៅឃើញទេយើងមានល្បិចខ្ពស់ណាស់ម្ចាស់នឹងយកឯងទៅប្រើការទៀតហើយបងគិតធ្វើអញ្ចឹងរហូតមែនទេត្រូវហើយយើងចង់រស់នៅស្រួលយើងមិនចង់ធ្វើការលំបាកទេអើនោះគឺតើគាត់ជាអ្នកណាទៅបងរឿងក្របីតូចក្របីធំមានរឿងមួយដំណាលថាមានក្របីពីរក្បាលមានមួយក្បាលមានរូបរាងមាំមួននិងមួយក្បាលទៀតមានរូបរាងតូចជាងបន្តិចឯងដូចជាតូចជាងយើងមើលទៅឯងដូចជាគ្មានកម្លាំងកំហែងទេមើលទៅខ្ញុំមានមាឌតូចជាងបងមែនតែខ្ញុំក៏មិនប្រកាសថាខ្សោយជាងបងដែរវាមិនដែលទេតែមាឌតូចកម្លាំងខ្សោយជាងយើងហើយវាមិនដែលមាឌធំខ្សោយជាងនោះទេអាចថាអញ្ចឹងក៏បានដែរតែបើសិនជាបងធ្វើអីបានខ្ញុំក៏ធ្វើបានមិនចាញ់បងទេភ្លាមនោះម្ចាស់ក្របីបានដើរមកថ្ងៃនេះមានគេមកមើលពួកឯងហើយមិនដឹងថាគេចង់បានមួយណាទេតាមមើលប្រហែលជាក្របីធំមួយនេះហើយលោកបងតើក្របីមួយណាចង់លក់ឲ្យខ្ញុំនោះអូខ្ញុំលក់ទាំងអស់ហ្នឹងបើសិនជាលោកប្អូនចង់បានយ៉ាងម៉េចយ៉ាងម៉ាយកទាំងពីរហ្មងទៅអត់ទេលោកបងខ្ញុំគ្មានប្រាក់នោះទេខ្ញុំមានប្រាក់សម្រាប់តែក្របីមួយក្បាលប៉ុណ្ណោះបើអញ្ចឹងលោកប្អូនមើលទៅថាត្រូវក្របីមួយណាដែរអឺមើលទៅក្របីនេះមាំល្អមែនខ្ញុំយកក្របីនេះហើយបាទលោកប្អូនអញ្ចឹងក្របីមួយទៀតខ្ញុំមានតែកាប់សាច់លក់ហើយថាម៉េចលោកបងយកក្របីមួយក្បាលទៀតទៅកាប់សាច់លក់មែនទេត្រូវហើយព្រោះមានគេកំងមួយក្បាលដើម្បីយកទៅកាប់សាច់ស៊ីថាបានទៅមើលក្របីនោះគួរឲ្យអាណិតលោកបងខ្ញុំចង់យកក្របីទាំងពីរនេះបានទេមានអីលោកប្អូនយកបានតើហើយមិនបានជាលោកប្អូនចង់យកទាំងពីរទៅវិញក្រែងមុននឹងថាយកតែមួយទេអីខ្ញុំអាណិតក្របីនេះណាអញ្ចឹងហើយខ្ញុំចង់យកមួយក្បាលទៀតតែខ្ញុំជំពាក់សិនបានទេលោកបងអូមិនអីទេយើងសិតតែគ្នាឯងយើងស្គាល់គ្នាយូរហើយគ្រាន់តែប្រាក់ប៉ុណ្ណឹងប្អូនមានពេលណាយកមកពេលហ្នឹងទៅបាទលោកបងខ្ញុំអរគុណហើយស៊ីថាបានដឹកក្របីទាំងពីរក្បាលទៅផ្ទះអ្នកទិញក្របីគេដល់ទៅ2ក្បាលមែនទេត្រូវហើយអ្នកដោយសារតែក្របីមួយក្បាលទៀតមើលទៅគួរឲ្យអាណិត